តោះយើងឥឡូវចូលមកមើលរបៀបបង្កើតវីដេអូ AI ទាំងអស់គ្នាទី1បងប្អូនត្រូវមាន ChatGPT ទី2 Gemini ទី3 Safari ឬក៏ជ្រុំនៅលើ iOS បាទនៅលើ iPhone យើងប្រើ Safari មាន3កម្មវិធីនេះបងប្អូនអាចប្រើបានហើយទី1យើងដំបូងយើងចូល ChatGPT សិនបងប្អូនចូល ChatGPT បងប្អូនត្រូវនេះត្រូវមើលរូបភាពណាដែលយើងចង់បានណាយើងអេដរូបភាពចូលអេដរូបភាពចូលទៅហើយយើងឲ្យ ChatGPT វាបំលែងរូបភាពហ្នឹងទៅជា prompt វិញនឹងទៅសេអញ្ចឹងមកទៅសេដូចខ្ញុំមក turn this I make to prompt to image prompt យើងទៅសេអញ្ចឹងមកទីមួយយើងរករូបភាពសិនមកបំលែងរូបភាពហ្នឹងទៅជា prompt សិនបាទយើងយករូបភាពគេមកវាអត់មិនជារបស់យើងអីអញ្ចឹងយើងបំលែងទៅជា prompt សិនមកបាន prompt ហើយនេះបងប្អូនត្រូវ copy prompt ហ្នឹងមក select វាអស់ select ពីលើដល់ក្រោម copy prompt ហ្នឹងផ្លាច់មក copy prompt ផ្លាច់ហើយយើងចេញចូលទៅកាន់កម្មវិធីមួយទៀតគឺ Gemini នេះ Gemini យើងចុចសញ្ញាបូកយើងចង់ដាក់រូបយើងនេះថតខ្ញុំថតចាំមកថតតាម background យើងកុំឲ្យញ៉ៃមកឲ្យ background ពណ៌ខៀវអីចឹងមកថតរូបយើងមកហើយយើងផាសប្រមនឹងចូលហើយយើងចូលទៅកែប្រមតិចតួចបងប្អូនកែតិចតួចមកកុំឲ្យវាដូចគេទាំងស្រុងប្រមហ្នឹងយើងមើលរមើចឹងរមើកន្លែងសម្លៀកបំពាក់ក៏ដូចជាមួកអីចឹងណានេះយើងអូសរមើកន្លែងមួកគេពណ៌ក្រហមតែយើងដូរពណ៌ក្រហមហ្នឹងយើងទៅដូរដាក់ពណ៌លឿងវិញមួកពណ៌លឿង yellow cape លុបចេញបងប្អូនមិនដូរក៏បានដែរអត់អីបញ្ហាតែយើងចង់ដូរវាបន្តិចដើម្បីកែប្រែវាបន្តិចកុំឲ្យដូចគេទាំងស្រុងអញ្ចឹងណាបើយើងមិនដូរក៏បានដែរអត់អីហើយយើងមើលមកក្រោមមកដូរប៉ុណ្្នឹងបានហើយហើយនៅខាងក្រោយគេនេះយើងដក clear មកយើងទៅសេថា keep my face original 100% មកវាមិនអាចដូចមុខយើងទាំងស្រុងទេវាគ្រាន់តែស្តៀងទេបងប្អូនដោយសារយើងដាក់យើងវានៅឆ្ងាយវាថតរូបភាពទាំងមនុស្សមកវានឹងនៅឆ្ងាយប៉ុន្តែយើងដាក់ឲ្យចិត្តមុខយើងគឺវាស្តៀងមុខយើងហើយប៉ុន្តែយើងនៅឆ្ងាយវាគ្រាន់តែស្តៀងព្រាលបាទរងចាំតិចមកបងប្អូននេះរូបភាពយើងចេញមកហើយបាទនេះមួកពណ៌លឿងនេះរូបមន់បាទឃើញទេបងប្អូនឃើញទេនេះមុខវាគ្រាន់តែស្តៀងទេវាអត់ដូចយើងទាំងស្រុងទេដោយសារវានៅឆ្ងាយបើយើងដាក់ចិត្តមក close up មុខយើងចិត្តមក close up shot មកគឺវាស្តៀងហើយបាទនេះយើងចុច download រូបនឹងមកបងប្អូន download យករូបនឹងចេញមកតង់ទៀតមកនេះយើង allow វាមកយើងបន្ទាប់ពី download រូបនឹងបានជោគជ័យហើយគឺយើងទៅធ្វើឲ្យវាចេញជាវីដេអូបាទចេញជាវីដេអូគឺយើងចូលទៅកន្លែង Google ហ្នឹងបងប្អូនដូចវីដេអូខ្ញុំបានប្រាប់វីដេអូមុនអញ្ចឹងយើងចូល Lab Google ហើយបង្កើត account Gmail ជាអីហ្នឹងអញ្ចឹងនៅក្នុងវីដេអូមុនបើបងប្អូនអត់បានមើលវីដេអូមុនចូលទៅមើលវីដេអូមុនសិនទៅដើម្បីបង្កើត account Gmail បាទនេះយើងចូល flow មកចូលចុចលើពាក្យថា flow ហ្នឹងមកវាទៅហើយវាអូសយើងចូលកន្លែងដែលយើងនេះអានេះ Gmail ខ្ញុំបង្កើតអស់ពីវីដេអូហើយអានេះយើងចុចលើ flow ហ្នឹងមក
create new project មកឥឡូវនេះ take រើសពាក្យ take to video មកពាក្យថា frame to video ហើយយើងចូលរើសទៅយករូបយើងហ្នឹងមកចុចពីលើហ្នឹងមកទៅរើសរូបយើងមកតម្រឹមវាត្រឹមស្អាតមកកុំឲ្យជាប់អាបោះខ្មៅតម្រឹមស្អាតមើលស្អាតហើយយើងចុចអត់តាន់ស្អាតទេតម្រឹមតិចសិនចុចក្រប and save មកអូរកថាថ្មីមិញវា error នេះក្របអស់វាមកតម្រឹមឲ្យត្រឹមរូបភាពយើងមកកុំឲ្យជាប់អាកេមពណ៌ខ្មៅហ្នឹងមកឲ្យក្រប and save មកមើលពេញចិត្តហើយផ្លឹបតឲ្យរូបយើងលោតចូលហើយតពីរូបយើងលោតចូលយើងចាំបន្តិចហើយយើងចុចពីលើអាកន្លែងអក្សរ generate video ហ្នឹងយើងចុចពីលើហ្នឹងមកហ្នឹងលោកយើងដាក់ឲ្យចុចពីលើហ្នឹងមកវាលោតឲ្យយើងសរសេរហើយសរសេរ5នេះតើសរសេរ5យើងដាក់តាមយើងនឹកឃើញមកយើងសម័យចង់វាកើតជាអីចង់វាធ្វើអីយើងសម័យហើយយើងសរសេរមកសរសេរវាជ្រុតស្រូវ working to harvest ចឹងមកតែប៉ុណ្្នឹងវាយល់ហើយវាកាត់ន័យយល់ហើយ working to harvest រ៉ៃចុចសញ្ញាព្រួយទៅមុខផ្លាក់មកអូនយើងសរសេរប៉ុណ្្នឹងចុចសញ្ញាព្រួយទៅមុខផ្លាក់មកនេះដល់យើងរងចាំទៀតណារងចាំឲ្យវាដើរពេញនេះវីដេអូយើងដើរពេញហើយវាលោតចេញមកនេះបងប្អូនចេញវីដេអូមកអូខេយើងមើលចុចវាលោតពេញអេក្រង់មកហើយយើងចុច play វាឃើញទេបងប្អូនឃើញទេនេះអូយចុចម៉ាស៊ីនជ្រុតមន់តើឃើញទេអត់ពិបាកទេបើសិនបើវាចេញមកខុសអ្វីដែលយើងចង់បានយើងចូលទៅកែប្រំសាថ្មីបងប្អូនអត់ពិបាកទេអានេះយើងពេញចិត្តហើយអានេះយើងពេញចិត្តអញ្ចឹងយើងចូលទៅ save វាចុចសញ្ញាព្រួយចុះក្រោមនោះ save វាផ្លាក់មកយក original size មកខាងក្រោមលឹបយើងរើសពាក្យថា download មកអញ្ចឹងយើងបានវីដេអូនឹងមួយហើយចូលទៅមើលវា download ចូលនៅចូលហើយបាទវីដេអូនេះ download បានហើយនេះមើលឆែកមើលសិនអូចូលហើយមើលសញ្ញាព្រួយពណ៌ខៀវហ្នឹងមើលកន្លែង download មកទៅហើយនេះរូបមន់ហ្នឹង download បានជោគជ័យហើយយើង save វាចូលគ្រឿងម៉ាស៊ីនអាចខុសចូល TikTok ក៏បាន Facebook ក៏បានដែរបានហើយរួចរាល់ហើយនេះ